bây giờ cho controller thích chẳng mình đang tiền tiếp tục là controller nó chẳng controller nó khiប្រើសម្រាប់អីគេមិនឯកទៅនឹង root data របស់យើងវាមាន delete វាមាន update អីផ្សេងជាដើមនេះគេហៅ root អ្នកនរខ្ញុំនិយាយ root ចឹងយល់ហើយអូខេអញ្ចឹងបន្ទាប់នេះអ្នកនរគ្នាដើម្បីប្រើប្រាស់ command របស់វាអ្នកនរគ្នាចុងនេះ command ឆ្ងាយយើង clear terminal មួយសិនមកអញ្ចឹងដើម្បីបង្កើតអានេះយើងអាចថា pp artisan make យើងដាក់ពាក្យ make មកអ្នកនេះ make អីគេយើង make controller នេះ controller យើង /api អ្នកនេះយើងបង្កើត folder api មួយនេះនៅក្នុងនេះ /api ហើយយើងបង្កើតបណ្ដា controller អញ្ចឹងទៅអញ្ចឹងយើងចុច enter មកអញ្ចឹងនៅនេះយើងអាចចុច control បានពេល control យើងគេហៅថាវា link ទៅស្រាប់ហើយអញ្ចឹងបើសិនជាអត់ទេអញ្ចឹងយើងចុចចូល app នេះហើយយើងចូលមកដល់នេះវាឃើញពាក្យ controller មួយ http នេះអញ្ចឹងនៅក្នុងនេះវាមាន folder មួយគេហៅថា API នេះយើង store API ហើយនៅក្នុង API នេះអ្នកនរគ្នាយើងចូលមកឃើញវា generate ខ្លាយយើងស្រាប់អញ្ចឹង command នេះខ្ញុំអ្នកដាក់ឲ្យអ្នកនរគ្នានេះដូចគ្នាខ្ញុំនឹងបោះឲ្យអ្នកនេះចូលក្នុង group អូខេចឹងអ្នកនរគ្នាអាចយកតារានបាននៅក្នុងនេះអញ្ចឹងនៅក្នុងនេះទី1គឺវាមានគេហៅថានៅក្នុងនេះឃើញពាក្យ extend អាហ្នឹងតើទៅនឹង inherit អីផ្សេងទៀតក្នុង OP អញ្ចឹងនៅក្នុងនេះវាមានក្នុង class នេះវាមានគេហៅថា method របស់វាក្នុងការប្រើប្រាស់អញ្ចឹងអ្នកនរគ្នាទី1យើងបង្កើតគេហៅថា access modifier ហ្នឹងវាមាន public private អញ្ចឹងយើងដាក់ public មកអ្នកនរគ្នា pop យើង say public function index នេះយើង get data all ហ្នឹងអ្នកនរគ្នា get data all មកអញ្ចឹង get data all អញ្ចឹងយើងអាច copy វានេះមកអ្នកនរគ្នាកុំឲ្យវានេះពេកវាយូរពេកអញ្ចឹងអ្នកនរគ្នាយើងចូល route នេះចូល API នេះយើង copy ឲ្យប៉ុណ្្នេះមកអញ្ចឹងយើងលេងប្រើ function នេះទៀតហើយនេះអញ្ចឹងយើង copy ប៉ុណ្្នឹងមកអញ្ចឹងយើងលេងប្រើ function នេះទៀតហើយប៉ុណ្ណឹងយើង copy មកយើងយកមក pass កន្លែង controller នេះអញ្ចឹង index ហ្នឹងវាស្មើនឹង get data all ប៉ុណ្ណឹងតែអ្វីដែលបញ្ហាគឺយើងអត់ទាន់បាន import អញ្ចឹងដើម្បី import យើងចុច control space មកដល់នេះ key របស់យើង control space យើងចុចលើវាមកឃើញវា import model ហ្នឹងយកមកប្រើប្រាស់ប៉ុណ្ណឹងអញ្ចឹងបន្តមកទៀត function nàyទៀតអ្នកនរគ្នា public យើងតើទៅនឹង show what អាហ្នឹងតើទៅនឹងយើង say keyword function ដើម្បីបង្កើត method ហ្នឹងក្នុងនេះយើងអាចដាក់ show យើងដាក់ show នៅក្នុងនេះយើងបោះឲ្យគេ show វាមានអីគេវាមាន id parameter មួយគេហៅថា id របស់យើងហ្នឹងអញ្ចឹងដាក់ id មកអញ្ចឹងយើងបិទនេះមកអញ្ចឹង show what យើងអាច copy មកពីណាអ្នកនរគ្នានេះនៅក្នុងនេះប៉ុណ្ណឹងយើង copy ពីប៉ុណ្ណឹងមកចូល controller របស់យើងនេះអូខេប៉ុណ្ណឹងហើយបន្តមកយើងដាក់ data មកអញ្ចឹងដើម្បី get data បាននេះយកអានេះ copy វានេះទៀតមកឃើញលឿនប៉ុណ្ណឹងបាន control S មកអញ្ចឹងវាមានmethod អីគេខ្លះទៀតអញ្ចឹងនៅក្នុងនេះយើងអាចsay ពី access modifier ហ្នឹងយើងដាក់ function ដែរហ្នឹងពេលយើង say function ខុសហើយ function យើងដាក់ create ហ្នឹងនៅក្នុង Laravel គេប្រើអីគេអ្នកនរដឹងអត់ store ក្នុងហ្នឹងណា store អញ្ចឹងនៅក្នុង create ហ្នឹងវាមានអីគេ request របស់យើងណាហើយនៅក្នុងនេះវាបង្កើត object មួយឈ្មោះថាអញ្ចឹងប៉ុណ្ណឹងហើយយើង copy មកពីណាអ្នកនរនេះនេះក្នុងនេះរបស់យើងនេះគឺយើងលេងប្រើ function នេះទៅអស់ function ហ្នឹងហើយយើង copy ប៉ុណ្ណឹងមកពងយើងចូលក្នុង controller របស់យើងផាសចូលនេះមក control S ពុបអញ្ចឹងអា function នេះយើងលេងប្រើប្រាស់នេះយើងបិទ function នេះចោលមួយមកអូខេប៉ុណ្ណឹងយើងចាំ import ដល់អញ្ចឹងមានអីគេទៀត update អញ្ចឹង update នៅក្នុង Laravel update ដែរហ្នឹងហើយអញ្ចឹងយើង save គេហៅថា access modifier របស់យើងហ្នឹង public យើង save មក function យើង save ត្រូវ function ខុសក្នុងនេះយើងអាចដាក់ថា update
cho nên update về miền này kỳ về miền HTTP request trước nhưng hai class request bao nhiêu nữa request bao nhiêu nhưng ai cần chỉ object muối cho nên nó việc cần chỉ ID muối ID muối làm bài bỏ ID đừng mà chẳng nhưng copy mau pina này này nè ní dương bật anh này copy mau pi phốt ní này phải copy mà control x mà phần nắng nhưng vô pha trong nó này vậy phần nắng việc vờ hành cho nó đi function ấy nhưng lục cho nhưng pra controller với nhé này tao này nên ở này này dùng chẳng delete trong khói nó là cái pra ấy này tao này nhưng vô show nên máu này copy show nên má nó là cái pra delete cứ pra cái destroy tay nó này destroy nhưng pra destroy nó này chẳng nhưng copy anh này màu này copy một phần đó này nhưng hai nhà đọc này chỉ step mà cũng mỗi nhà đọc này và bạn vô bây giờ tôi sẽ controller này còn nếu như copy và phần năng phần năng ok chắc là quay để dừng từ hai dừng hai từ controller chắc là bìm này ca hai controller mạnh nhà đọc này ok chẳng nó đi dừng lọc function đi đây mà chứ nhưng lọc rồi chẳng càng muốn những private function tức là lâu dừng riêng private cái này đọc này cái hai ta controller bao nhiêu nhưng đã ở xa thì có phần năng xa đấy ok cho nên nếuដើម្បី ai ហៅ controller បានយើងសេនៅក្នុងនេះពួកវាត្រូវហៅ controller ផងវាត្រូវហៅ method ផងចឹងនេះយើងដាក់មកនេះយើងវា suggest ឲ្យហើយចឹងវា error ដោយសារអីនេះវាអត់ error ទេដោយសារយើង import ស្រេចតែបើសិនតែយើងអត់បាន import វាទេអ្នកនរនេះយើងចុចលើនេះមកដាក់ cursor លើមុខឈ្មោះ controller ហ្នឹង name របស់វាហ្នឹងយើង control space មកចុចលើមកវា import automatic តែមកយើងហៅវាហៅមួយគឺគេហៅថាហៅនេះរបស់វាគឺឈ្មោះគេ index អញ្ចឹងដើម្បីចុចនេះឃើញទេយើងចុច control នេះទៅឃើញវា link ទៅដល់អត់ឃើញទេអញ្ចឹងវាស្គាល់អានេះហើយអូខេអញ្ចឹង API នេះយើងមាន show មួយទៀតអញ្ចឹងយើង copy time show មួយទៀតមក show វាមានអីគេទៀត show by ID ហ្នឹងហើយ by ID អញ្ចឹងនៅក្នុងនេះយើងអាចហៅអីគេ method របស់វាពេលដែលយើងទៅសេនៅនេះគឺយើងសេធ្វើម៉េចឲ្យ map គ្នាត្រូវនេះសេអក្សរធំមួយអានោះហៅសេអក្សរតូចក៏វាអត់ស្គាល់គ្នាដែរហ្នឹងហើយឆ្លោះគ្នាវាអត់ស្គាល់គ្នាយើងប្រកាសនៅនេះដល់ពេលយើងហៅយកទៅប្រើប្រាស់លេងអត់ស្គាល់អញ្ចឹងអានឹងពិបាកអញ្ចឹងអានេះរបៀបនៃហៅ controller យកទៅប្រើប្រាស់អញ្ចឹង Laravel គេបង្កើតជា controller នេះមួយអញ្ចឹងយើងផាសគ្រប់នេះមកចឹងយើងដូរមកនេះ method វាឈ្មោះអីគេ post ហ្នឹង store ចានេះ post ហ្នឹង update ដែរចឹងdelete នេះអីគេ destroy អូខេ destroy ចឹងនិយាយសិតតែចុចទៅ link បានអូខេវាស្គាល់ហើយចឹងនេះប៉ុណ្ណឹងចឹងយើងចង់ទៅបង្កើតតេស្តម្ដងទៀតមើលតេស្តមើលថាតើវានេះអត់វា work អត់វាដំណើរការអត់ចឹងយើងទៅបង្កើតនៅក្នុងនេះយើងកែតសាកែតអូខេវាអត់បញ្ហាទេយើងទៅ create data មួយនៅក្នុងនេះយើងដាក់ទៅជា string ដែរទេគេយើងប៉ុណ្ណឹងយើងដាក់1 2 3អូខេអញ្ចឹងមានន័យថាវា work ហើយនេះអញ្ចឹងយើងចង់ប្រើ controller ក៏បានប្រើ function ក៏បានអាហ្នឹងខ្ញុំបរៀនពី step មួយដល់អ្នកគ្នាយល់ដោយសារមានគ្រូខ្លះគាត់បញ្យល់មកក៏ដាក់ controller បណ្ដោយអញ្ចឹងវាពិបាកយល់អ្នកនរគ្នាអញ្ចឹងខ្ញុំព្យាយាមកាត់អានេះមានន័យថានេះយើងស្រាប់សរសេរ function ហ្នឹងយើងកាត់វាអីគេទៅប្រើជា controller វិញអញ្ចឹងយើងទី1គេហៅឈ្មោះ controller ហ្នឹង class ហ្នឹងហើយទី2គេហៅ method របស់វាមួយយកមកប្រើប្រាស់មកជានេះធ្វើឲ្យយើងឆាប់ងាយយល់ទៅនឹង Laravel របស់យើងអញ្ចឹងយើងតេស្តម្ដងទៀតមកអាហ្នឹងវាដើរហើយអញ្ចឹងយើងកែតវិញមកអូខេឃើញទេដើរហើយអញ្ចឹងយើងចង់ update វាអញ្ចឹង update យើងចាប់យកអានេះមកនេះ ID របស់វានេះយើង ID យើងបោះមកក្នុងនេះអូខេនៅក្នុងនេះយើងអាចនេះបាន update នៅក្នុងនេះយើងចូលក្នុង body របស់យើងនេះ string របស់យើងនេះយើងដាក់ទៅ45អញ្ចឹងប៉ុណ្ណឹងអូខេ update success ហើយយើងកែតម្ដងទៀត
ឃើញទេវាប្រែប្រួលទេអូខេប្រែប្រួលអញ្ចឹងនៅក្នុងនេះយើងចង់ delete អានេះចោលយើង copy ឲ្យប៉ុណ្្នឹងមក delete វាចោលដាក់ពងផាសចូលពង delete success ទៅកែម្ដងទៀតឃើញមិនដែរបាត់ឃើញតែមួយវាបាត់តន័យហ្នឹងអញ្ចឹងអានេះទៅនឹងការប្រើប្រាស់ controller របស់យើងអញ្ចឹង controller វានៅក្នុងនេះអញ្ចឹងនេះ controller យើងបង្កើត folder API ហ្នឹងដែលយើងខ្ញុំបោះឲ្យនៅក្នុងនេះរបស់យើងនេះវាមាន slash ហ្នឹងអានេះមានថាបង្កើត folder automatic នេះអូខេអញ្ចឹងប៉ុណ្ណឹងទៅនឹង controller របស់យើងក្នុងការប្រើប្រាស់អូខេអរគុណ